ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំមានមុខម្ហូបមួយមុខគឺឆាពងមាន់ម្រាបប្រើតោះចង់ដឹងថាធ្វើយ៉ាងម៉េចមកមើលទាំងអស់គ្នាមុនដំបូងខ្ញុំត្រូវចៀនពងមុនចាខ្ញុំត្រូវចៀនពងពីមួយទៅមួយឲ្យឆ្អិនទុកដាក់ឲ្យត្រជាក់សិនចារួចហើយខ្ញុំរៀបចំបេះម្រាបប្រៅខ្ញុំបេះម្រាបប្រៅរៀងយូរបន្តិចឲ្យពុកម៉ែបងប្អូនអើយនិយាយរឿងច្រើនតិចហើយបើនិយាយទៅម្ហូបនឹងឆ្ងាញ់ហើយចំណាយលុយតិចមែនទែនចង់ដឹងថារសជាតិយ៉ាងម៉េចពុកម៉ែបងប្អូនកុំភ្លេចធ្វើញ៉ាំទាំងអស់គ្នាឥឡូវកំពុងតែបេះយ៉ាងញឹកដែរចាម្រាបប្រៅប្រើពេលរៀងយូរបន្តិចហើយបាក់និយាយរឿងមាត់ខ្ញុំទេគឺមិនដឹងជានិយាយស្អីទេចាគឺចង់និយាយថាណែនាំពុកម៉ែបងប្អូនធ្វើញ៉ាំទៅថាឥឡូវខ្ញុំបេះម្រាបប្រៅរួចហើយខ្ញុំរៀបចំបូកគ្រឿងចាខ្ញុំបុកខ្ទឹមជាមួយនឹងម្ទេសខ្ញុំដួសទុកដាក់ឲ្យបានស្អាតបានសិនរួចហើយខ្ញុំរៀបចំយកពងដែលខ្ញុំចៀនរួចទុកឲ្យត្រជាក់រួចហើយខ្ញុំយកមកកាត់ចាកាត់ធ្វើមិនឲ្យបាននិយាយទៅកាត់1ជា4ណាកាត់1ជា4ទៅពេលយើងធ្វើទៅគឺមើលទៅទំនងហើយមកល្មមយើងញ៉ាំអញ្ចឹងណាឥឡូវយើងរៀបចំដាក់ឆាតែម្ដងហើយខ្ញុំដាក់គ្រឿងដែលខ្ញុំបុករួចមិញណាខ្ញុំកិនឲ្យខ្ញុំឆាធ្វើមិនឲ្យគ្រឿងនោះឈ្ងុយហើយឲ្យក្រហមឬឲ្យខ្ញុំដាក់គ្រឿងចូលចាមានទឹកត្រីមានស្ករមានប៊ីចេងហើយយើងដាក់ទៅតាមការចូលចិត្តរបស់យើងចូលចិត្តរសជាតិមិនយើងដាក់អញ្ចឹងណាហើយលាយជាមួយប្រេងខ្យងបន្តិចចាកូរធ្វើមិនឲ្យសព្វគ្រឿងសិនចាឲ្យឡើងមើលទៅក្រហមល្អសិនបានយើងអាចដាក់ពងញាក់ចូលទៅអញ្ចឹងណាតែយើងកូរធ្វើរៀងមិនរៀងយូរបន្តិចឲ្យពុកម៉ែបងប្អូនអើយឥឡូវយើងដាក់ពងចូលចាឥឡូវពងយើងដាក់ចូលរួចហើយយើងត្រឡប់តែបន្តិចទេត្រឡប់មកល្មមរួចហើយយើងចាប់ដើមដាក់ម្រះប្រៅរួចជាការស្រេចចាអត់រួចជាការស្រេចទេយើងទុកម្រះប្រៅយើងឲ្យរៀងឆ្អិនបន្តិចសិនចាយើងកូរទៅកូរមកត្រឡប់ទៅត្រឡប់មកចាឲ្យចូលជាតិគ្នាឲ្យមើលទៅថារៀងឆ្អិនគ្រាន់ហើយបានយើងអាចដួសដាក់ចានបានចាឥឡូវឆ្អិនហើយ